ស្រកទឹកភ្នែកមិនមែនគ្មានបញ្ហានោះទេប៉ុន្តែបញ្ហានៅត្រង់លោកអានូទីនទៅទីណាស្រកទឹកភ្នែកទីនោះហើយមើលទៅលោកអានូទីនសម្ដែងខ្លាំងជាងតារាអាជីពថៃទៅទៀតនាយករដ្ឋមន្ត្រីចាំសម្បុកលោកអានូទីនបានសម្រក់ទឹកភ្នែកទាំងក្តុកក្តួលអួលដើមកទៅកាន់មេបញ្ជាការកងទ័ពអាកាសថៃទាំងអស់ដែលបានបញ្ជូនទ័ពជើងអាកាសចូលរួមប្រយុទ្ធនៅពេលសង្គ្រាមកម្ពុជាថៃកន្លងមកហើយលោកអានូទីនបានបន្តទៀតដែរថាលោកនឹងខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយនឹងកម្ពុជាដោយសន្តិភាពនិងយន្តការទ្វេភាគីដែលមានស្រាប់ឲ្យបានឆាប់រហ័សទៅតាមអ្វីដែលលោកអាចធ្វើទៅបានគួរបញ្ជាក់ផងដែរថាលោកអានូទីនចង់ដោះស្រាយបញ្ហាព្រំដែនជាមួយនឹងកម្ពុជាដោយសន្តិភាពប៉ុន្តែនៅពេលដែលកម្ពុជាយើងស្នើកិច្ចប្រជុំ JBC ត្រូវភាគីថៃពញាពេលរហូតតើដោះស្រាយយន្តការទ្វេភាគីតាមរបៀបណាលោកអានូទីនហើយសម្រាប់បងប្អូនកម្ពុជាយើងយល់យ៉ាងណាចំពោះសម្ដីកញ្ជ្រោងលាក់មុខរបស់លោកអានូទីន